មកហូបរបស់ខ្ញុំថ្ងៃនេះគឺស្ងោរតុងយ៉ាំសាច់មាន់បែបងាយៗលឿនៗធ្វើតែមួយផ្លេតគឺបានញ៉ាំហើយសំខាន់រសជាតិសាមញ្ញទេតែមិនធម្មតាបើចង់ដឹងថាសាមញ្ញតែមិនធម្មតានឹងមិនវិញនេះសាកុំភ្លេចតាមដានពីវិធីធ្វើទាំងអស់គ្នាធានាថាងាយស្រួលដូចបកចេកទុំហ្មងអញ្ចឹងកុំឲ្យចាំយូរយើងមកមើលពីគ្រឿងផ្សំដំបូងចាដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមមកដំគល់ក្រីគល់ក្រីហ្នឹងយើងដំតិចហើយយើងហាន់វាបិទអញ្ចឹងក៏បានឬមួយក៏បងប្អូនកាត់វាជាពីរក៏បានដែរបន្ទាប់មកគឺយើងមានដេងហ្នឹងគឺយើងដាក់ប្រហែលជាប៉ុនមេដៃ2ដងទៅចាហើយបន្ទាប់មកគឺខ្ញុំមានខ្ទឹមបារាំងចាខ្ទឹមបារាំងសក៏បានក្រហមក៏បានใส่លើចំណូលចិត្តហើយដំខ្ទឹមដំអីហ្នឹងមកហើយយើងក៏កាត់ម្ទេសកាត់អីចឹងទៅទុកស្រាប់បន្ថែមជាមួយហើយសម្រាប់ផ្នែកបន្លែហ្នឹងបើសិនជាបងប្អូនមានប៉េងប៉ោះឬមួយក៏ផ្សិតណាចាអាចដាក់បន្ថែមទៀតក៏បានដែរតែខ្ញុំអត់មានទេអញ្ចឹងគឺខ្ញុំដាក់តែប៉ុណ្្នឹងហើយយើងមានជីក្រហមជីអាណាជីអីចឹងទៅបន្ទាប់មកនេះគឺខ្ញុំចាប់ផ្ដើមដាក់ដាំទឹកហើយទឹកហ្នឹងគឺខ្ញុំដាក់ដាំតែបន្តិចណាចាដាក់ដាំបន្តិចហើយគឺយើងយកគ្រឿងក្រូចដែលយើងដំមិញហ្នឹងក៏លក្រីខ្ទឹមសដេងហើយលក្ខុយសើចហ្នឹងយើងយកមកដាក់ចូលហើយគឺយើងដាក់សាច់មាន់ចូលហើយហ្នឹងគឺយើងស្ងោរសាច់មាន់ហ្នឹងឲ្យឡើងឆ្អិនសិនបន្ទាប់ពីសាច់មាន់ឆ្អិនចាពុះហើយគឺយើងចាប់ផ្ដើមដាក់គ្រឿងតុងយ៉ាំហ្នឹងគឺមានរបៀបដុំហើយនឹងកឡចាបើខ្ញុំវិញគឺខ្ញុំមានអាកឡអញ្ចឹងខ្ញុំដួសពីស្ព្រាបាយដាក់ចូលទៅហើយបន្ទាប់មកយើងកូរវាចូលសព្វគ្នាហើយខ្ញុំដាក់ដុំស៊ុបមាន់មួយដុំទៀតចាហើយនេះវិញគឺខ្ទិះដូងចាតុងយ៉ាំយើងឯនេះគឺតុងយ៉ាំដាក់ខ្ទិះដូងណាតែបើថាបងប្អូនអត់ចូលចិត្តរសជាតិរៀងមានខ្ទិះទេបងប្អូនបាច់ដាក់ខ្ទិះក៏បានដែរគ្រាន់បន្ថែមទឹកសយើងឲ្យច្រើនមកចាដាក់ខ្ទិះដូងតិចហើយខ្ញុំភ្លក់ទៅរៀងស្ទើអញ្ចឹងគឺខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចចាដាក់តែបន្តិចទៅបានហើយសម្រាប់ក្រូចឆ្មាគឺខ្ញុំអត់ច្បាច់ថែមទេព្រោះអីគ្រឿងតុងយ៉ាំហ្នឹងមានរសជាតិជូរមានរសជាតិអីក្នុងហ្នឹងស្រាប់ហើយស្ករអីក៏ខ្ញុំអត់បន្ថែមដែរនិយាយរួមទៅគឺឆ្ងាញ់ស្រាប់ហ្មងចាបន្ទាប់មកចុងក្រោយគេហ្នឹងគឺយើងដាក់ម្ទេសខ្ទឹមបារាំងចូលទៅរងចាំឲ្យសម្លរបស់យើងពុះមកពុះទៀតទៅនៅពេលដែលសម្លយើងពុះមកពុះទៀតហើយហ្នឹងគឺរៀបរាល់ជាការស្រេចចាអត់មានអីបាក់ទេហើយបងប្អូនមើលតំណងអត់ស្រាប់ខ្ញុំមកគឺថាអូឆ្ងាញ់មែនទែនចាឆ្ងាញ់ដូចញ៉ាំនៅហាងអញ្ចឹងណាអូយនិយាយទៅដាក់មួយម៉ាត់ទៅឡើងជាតិឡើងខ្ទិះហ្មងហើយស្លតុងយ៉ាំនេះខានធ្វើញ៉ាំរៀងយូរដែរដល់ពេលធ្វើញ៉ាំម្ដងបងប្អូនអើយអស់បាយ3ចានចាចាំបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ share ហើយ follow page ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់បងប្អូនដែលគាត់ចង់បានបងម្ទេសសាច់ក្តាមបងម្ទេសពងក្តាមត្រីកន្ធុរលីងកាពិបកគោបកងបកជូរបកសាច់ត្រីកាភ្លៀងឬមួយក៏វីតាមីនសុទ្ធល្អចេញពីប្រទេសស្វីសទឹកបកផ្សំគ្រឿងអីហ្នឹងណាកុំភ្លេចឆាតទៅ page ទៅជាមួយនីសាឬមួយក៏ page នីសាបងម្ទេសក្តាមសេះហើយបើសិនជាបងប្អូនចង់ឲ្យនាងខ្ញុំធ្វើមុខម្ហូបអីផ្សេងកុំភ្លេច comment មកខាងក្រោមវីដេអូនេះទាំងអស់គ្នាចា៎អរគុណច្រើនចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗជម្រាបលា